នេះគឺជារថយន្តដែលទំនើបមួយគ្រឿងមានតម្លៃក្រោម 10000 ហើយបើកម្រិតស៊ីសាំងវិញត្រឹមតែ 5 លីត្រជាងប៉ុណ្ណោះក្នុង 100 គីឡូបងប្អូនតោះមកមើលជាមួយខ្ញុំទាំងអស់គ្នាវ៉ាវបងប្អូនខ្ញុំមកដល់ខាងក្នុងនេះខ្ញុំមើលឃើញថាការរៀបចំដេគ័រមកគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនទាំងដៃចកោតនេះទាំងកន្លែងដាក់ប្រអប់លេខនេះយើងមើលមកគឺរៀបចំមកស្រស់ស្អាតខ្លាំងមែនទែនបងប្អូនបាទហើយបើកន្លែងមកខាងនេះវិញគឺកន្លែងតម្លើងម៉ាស៊ីនត្រជាក់បាទបន្ថយម៉ាស៊ីនត្រជាក់កន្លែងនេះតម្លាក់នឹងតម្លើងសីតុណ្ហភាពបងប្អូនបាទកន្លែងនេះកន្លែងសេរីម៉ាស៊ីនត្រជាក់បាទទៅខាងក្រោមនោះមួយក៏មកខាងលើបាទហើយនៅកន្លែងនេះវិញគឺបេតុងតម្លើងតម្លាក់សំឡេងបាទហើយនេះគឺកន្លែងចាក់តាប់តន្ត្រីអញ្ចឹងណាបងប្អូនបាទហើយយើងកន្លែងមកមើលផ្នែកខាងលើនេះវិញគឺគេតម្លើងមកប្រភេទ screen មួយបាទមើលមកគឺស្រស់ស្អាតម្យ៉ាងដែរបងប្អូនបាទយើងកន្លែងមកផ្នែកខាងមុខនេះវិញគឺបង្ហាញពីកម្រិតកុងទ័រហើយក៏ដូចជា RPM ហើយនិងកម្រិតសាំងបងប្អូនបាទអូខេតោះឥឡូវយើងចាប់ផ្ដើមធ្វើការសាកល្បងបើកទាំងអស់គ្នាបងប្អូនតោះសម្រាប់ Kia Ray ឆ្នាំ 2012 មួយគ្រឿងនេះគឺប្រើប្រាស់ដោយម៉ាស៊ីន3បងប្អូនហើយកម្លាំងម៉ាស៊ីន1ចុចទេហើយអាចផលិតកម្លាំងរហូតដល់77 HP បងប្អូនណាបាទហើយបើយើងនិយាយពី Top Speed វិញបងប្អូនយើងអាចបើកល្បឿនលឿនបំផុតបានរហូតដល់130គីឡូក្នុង1ម៉ោងបងប្អូនហើយបើនិយាយពីកម្រិតស៊ីសាំងវិញគឺស៊ី100គីឡូខ្ទង់ប្រហែលពី5លីត្រជាងទៅ6លីត្រទេបងប្អូនបាទអញ្ចឹងសម្រាប់រថយន្តនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនយើងដែលប្រើប្រាស់នៅក្នុងក្រុងបងប្អូនបាទហើយបងប្អូនយើងចង់ធ្វើដំណើរទៅខេត្តទៅអីក៏អត់ជាបញ្ហាដែរបងប្អូនណាបាទហើយនៅពេលដែលបងប្អូនយើងចង់វ៉ាជែងអីគឺមានបេតុងមួយទៀតសម្រាប់ឲ្យបងប្អូនវាយចូលមកខាងនេះមកហើយយើងដាក់ដកឬមួយក៏បូកមកគឺបងប្អូនយើងអាចតម្លើងតម្លាក់ speed បានហើយបាទហើយបងប្អូនយើងចង់ដូរវិញគឺបងប្អូនយើងដូរមកខាងនេះមកគឺជាការស្វែងរកបងប្អូនបាទអញ្ចឹងសម្រាប់ Kia Ray នេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនដែលចង់បានរថយន្តមួយគ្រឿងដែលចំណាយតិចបងប្អូនតម្លៃវាប្រហាក់ប្រហែលនឹង 9000 ជាងទៅ 10000 ស្ដើងឯងបងប្អូនអាហ្នឹងទៅតាម option ដែលបងប្អូនយើងជ្រើសរើស full option ឬមួយក៏ពាក់កណ្ដាលអញ្ចឹងណាឥឡូវយើងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាថាផ្នែកខាងក្រោយរបស់គេកលាយឬមួយក៏ចៀតកម្រិតណាអញ្ចឹងបងប្អូនតោះទៅមើលទាំងអស់គ្នាបើនិយាយពីផ្នែកខាងក្រោយវិញគឺធំទូលាយខ្លាំងមែនទែនបងប្អូនមើលនៅសល់ចន្លោះជើងប្រហែលជាកន្លះម៉ែត្រទៀតបាទហើយបើយើងមើលមកខាងលើវិញគឺនៅសល់ចង់កន្លះម៉ែត្រដូចគ្នាអញ្ចឹងគឺធំទូលាយមែនទែនហើយបើពូកនេះគឺជាប្រភេទពូកស្បែកបងប្អូនបាទពូកស្បែកនេះគឺធ្វើមកគឺប្រណិតមែនទែនបងប្អូនហើយបងប្អូនយើងជិះកន្លែងនេះបានម្នាក់ទៀតហើយខាងនេះក៏បានម្នាក់ទៀតដែរអញ្ចឹងបងប្អូនយើងដែលមានសមាជិក5នាក់អីគឺបងប្អូនអាចប្រើប្រាស់ Kia Ray នេះបានហើយបងប្អូនយើងមើលពីខាងក្រៅមកឃើញ Kia Ray រៀងតូចប៉ុន្តែដល់ពេលយើងចូលមកខាងក្នុងនេះគឺមិនតូចទេបងប្អូនគឺទូលាយខ្លាំងមែនទែនមិនថាខាងលើក៏ដូចជាប្រឡោះជើងយើងនេះឯងបាទហើយមួយទៀតកន្លែងនេះអាចដាក់ទឹកបានហើយផ្នែកខាងក្រោយនេះយើងអាចដាក់អីវ៉ាន់បានខ្លះៗទៀតនេះបងប្អូនតែឥឡូវយើងទៅមើលផ្នែកខាងក្រោយថាដាក់អីវ៉ាន់បានកម្រិតណាតាបងប្អូនយើងមើលទាំងអស់គ្នាបាទតែខាងក្រោយគេអាចដាក់អីវ៉ាន់បានច្រើនគួរសមដែរបងប្អូនដាក់ដូចជាវ៉ាលីដូចជាសម្ភារៈដែលបងប្អូនយើងទៅតាមខេត្តជាមួយក៏បងប្អូនយើងទៅ trip អីគឺអាចដាក់បានហើយចំណុចពិសេសមួយទៀតបងប្អូនអាចបត់កៅអីនេះបានដូចគ្នានេះយើងបត់កៅអីបាទបងប្អូនយើងចង់ដឹកអីវ៉ាន់ទឹកអីអាចដាក់អីវ៉ាន់បានច្រើនមែនទេណាបាទអូដាក់អីវ៉ាន់បានច្រើនណាស់បងប្អូនដាក់បានមួយកណោបាទបងប្អូនដាក់ប្រឡោះនោះខាងមុខមកប្រឡោះដាក់នេះទៀតបានច្រើនគួរសមបងប្អូនបាទហើយយើងមកមើលនៅផ្នែកខាងក្រោមនេះគឺគេមាននេះមានកង់ស្គូទៀតបងប្អូនបាទបងប្អូនយើងដែលមានបញ្ហាតាមផ្លូវដូចជាបែកកង់បែកអីបងប្អូនអាចមានកង់ស្គូដោះដូរបានមានដូចមានសោប្រាប់ល្បីបាទមានមកឈុតរបស់គេតាមម្ដងណាបងប្អូនអញ្ចឹងសម្រាប់ Kia Ray គឺមានគុណសម្បត្តិច្រើនមែនទែនបងប្អូនហើយចំណុចដែលពិសេសមួយទៀតដែល Kia Ray ដែលគេតែងតែល្បីបងប្អូនខ្ញុំបង្ហាញបន្តិចទៀតគឺមានត្រង់ទ្វីរបស់គេនេះបាទទ្វីរបស់គេនេះបងប្អូនបើកដូចជាប្រភេទ Alphard ចឹងបងប្អូនណាបាទយើងបិទបើកបានបែបនេះតែម្ដងនេះឃើញទេបាទគឺស្អាតខ្លាំងមែនទែនបងប្អូនណាបច្ចនាឡើងគឺខ្ញុំក៏ស្រឡាញ់ដែរបាទទ្វារបែបហ្នឹងពេលយើងចូលមកគឺស្រួលបងប្អូនណាជាមួយយើងចូល
ចូលមកអញ្ចឹងតែម្ដងបាទហើយអញ្ចឹងបិទចេះមកបាទអញ្ចឹងមកហើយបើយើងចង់បើកវិញក៏បើកចេះមកគឺស្អាតខ្លាំងមែនទែនបងប្អូនซึ่งសម្រាប់បងប្អូនដែលចង់បានរថយន្តមួយគ្រឿងដែលមានតម្លៃធូរថ្លៃហើយកម្រិតស៊ីសាំងតិចល្មមបាទបងប្អូនអាចពិចារណាលើ Kia Ray មួយគ្រឿងនេះបានបងប្អូនបាទសម្រាប់ Kia Ray បងប្អូនយើងអាចរកទិញបាននៅឃ្លាំង Auto បងប្អូនបាទនៅទីនោះគឺមានច្រើនមែនទែនមិនថា Kia Ray Kia Morning ឬមួយក៏ប្រភេទរថយន្តផ្សេងៗទេគឺមានទាំងអស់តែម្ដងបាទបងប្អូនចង់បានអាចតាក់ទងទៅតាម page ខាងឆ្វេងដៃរបស់ខ្ញុំនេះបានបាទអញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនយើងតាមដានវីដេអូនេះរហូតដល់ចប់បងប្អូនណាបាទអរគុណ